អូខេសម្រាប់គ្នាយើងដែលសួរមកថាបើសិនជាយើងអត់ចេះភាសាអង់គ្លេសហើយយើងចង់ចេះ graphic design គឺយើងអាចធ្វើបានអត់របស់ខ្ញុំគឺយើងអាចរៀនបានអាចធ្វើជា graphic design បានដោយសារនៅក្នុងជំនាញនេះយើងមិនចាំបាច់ថាយើងត្រូវចេះភាសាអង់គ្លេសទេប៉ុន្តែបើសិនជាយើងចេះភាសាអង់គ្លេសវារត់តែភាសាដោយសារថាឯកសារនៅលើអ៊ីនធឺណិតទាក់ទងទៅនឹងវីដេអូផ្សេងៗគឺភាគច្រើនគឺយើងប្រើប្រាស់ភាសាអង់គ្លេសចាំបាច់បើសិនជាយើងអត់ចេះទេក៏យើងអាចធ្វើជា graphic design បានដែរដោយយើងត្រូវមានចំណង់ចំណូលចិត្តជាមុនសិនព្រោះឯបើសិនជាយើងអត់មានចំណង់ចំណូលចិត្តទេការធ្វើ design ហ្នឹងគឺយើងក៏ពិបាកចាប់បានដែរតាមបទពិសោធន៍របស់ខ្ញុំក៏មិនមែនជាអ្នកចេះភាសាអង់គ្លេសអីខ្លាំងដែរខ្ញុំចេះល្មមទេប៉ុន្តែខ្ញុំមាន passion នៅក្នុងការធ្វើ design ហ្នឹងយូរហើយចឹងទៅគឺអ្វីដែលខ្ញុំធ្វើសប្តាហ៍នេះគឺខ្ញុំចេញពីចំណង់ចំណូលចិត្តហើយភាសាក៏ខ្ញុំរៀនសូត្របន្ថែមតាមក្រោយដែរអូខេអញ្ចឹងអ្នកនរគ្នាគួរតែរៀនភាសាបន្ថែមបើសិនជាអ្នកនរគ្នាចង់ចេះ graphic design និងធ្វើវាកាន់តែប្រសើរជាងមុនអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ